ចាសួស្តីពុកម៉ែបងប្អូនចូលមកកាន់ថ្នាក់រៀនភាសាចិនអនឡាញជាមួយហង KX ចាសម្រាប់បងប្អូនដែលចង់រៀនភាសាចិនអាចតំណតំណងនឹងខ្ញុំចុះឈ្មោះចូលរៀនបេនបច្ចុប្បន្ននេះខ្ញុំមានទទួលពរៀនសិស្សចាហើយក៏មានថ្នាក់ស្រាប់ដែរចាថ្ងៃនេះនាងខ្ញុំមានប្រធានបទមួយតាក់ទងជាមួយនឹងចាអក្សរអ៊ីងចាអក្សរអ៊ីងនេះយើងបកថាឈ្នះបងប្អូនចាឈ្នះចឹងណាចាយើងអានថាអ៊ីងចានៅក្នុងភាសាចិនបងប្អូនសម្រាប់អក្សរនេះគឺមានន័យខ្លាំងមែនទែនបងប្អូនបែរជាគិតថាអូយអក្សរចិនពិបាកចាកន្លែងនេះខ្ញុំចង់បញ្ញាអារម្មណ៍បងប្អូនតិចអក្សរចិនពិបាកប៉ុន្តែមានអត្ថន័យខ្លាំងចាជាពិសេសអក្សរមួយនេះបងប្អូនចាពាក្យថាឈ្នះនៅក្នុងចាភាសាចិនណាអៀងចាមានកត្តាផ្សេងបងប្អូនឃើញអក្សរនេះហ៎អក្សរហ្នឹងមកពីអក្សរ5ចាអក្សរ5បង្កើតបានជាអក្សរមួយអញ្ចឹងយើងឈ្នះតែយើងត្រូវតែមានចាកត្តាខ្លះអក្សរទាំង5តូចៗហ្នឹងគឺជាកត្តានៃចានៃចាបណ្ដុំដែលបង្កើតឲ្យចេញទៅជាពាក្យថាអៀងពាក្យថាឈ្នះបងប្អូនចាអញ្ចឹងបានន័យថាឈ្នះគឺបង្កឡើងដោយកត្តាចាឬមួយក៏ការមាននៅចាអឺ5ចំណុចហ្នឹងចាជំរុញឲ្យបានទៅជាឈ្នះចាអញ្ចឹងចាបងប្អូនយើងមើលទាំងអស់គ្នាតែ5ហ្នឹងជាអក្សរខ្លះបងប្អូនអក្សរទី1យើងចាយើងអានថាអ៊ួងចាអ៊ួងអក្សរទី1អក្សរទី2គឺខោចាខោអក្សរទី3គឺយឿអក្សរយឿចាអក្សរទី4អក្សរប៉ៃចាប៉ៃអក្សរទី5គឺអក្សរហ្វានចាស្មានន័យថាអ៊ីងបង្កើតមកពីចាអក្សរអ៊ួងខោយឿប៉ៃហ្វានតើអក្សរទាំង5ហ្នឹងមានអត្ថន័យខ្លឹមសារយ៉ាងម៉េចទៅតោះយើងស្វែងយល់បន្តទៀតទាំងអស់គ្នាចាពាក្យថាវាងបើយើងបកឲ្យត្រង់ណាបងប្អូនបានន័យថាស្លាប់ចាប៉ុន្តែនៅក្នុងន័យនេះអត់ចង់និយាយថាគេអត់ចង់និយាយថាចាបានន័យយើងបកត្រង់ទៅស្លាប់ទេតាប៉ុន្តែយើងត្រូវតែមានអីគេមានការខ្លាចហានិភ័យកន្លែងហ្នឹងណាចាគឺចង់ប្រាប់យើងថាឲ្យចេះខ្លាចហានិភ័យចាដើម្បីអីពង្រឹងសមត្ថភាពខ្លួនឯងចាអ្វីដែលសំខាន់ចានៅក្នុងអត្ថន័យនេះពង្រឹងសមត្ថភាពខ្លួនឯងបងប្អូនយើងអត់ត្រូវនៅតែមួយកន្លែងទេចាយើងអត់អាចត្រឹងតែមួយកន្លែងហ្នឹងបានទេចាយើងត្រូវតែបន្តចាពង្រឹងសមត្ថភាពខ្លួនឯងទៀតចាអានេះគឺជាចំណុចចាគេថាខ្លឹមសារស្នូលនៃពាក្យហ្នឹងអញ្ចឹងណាបងប្អូនចាទី2ខោយើងបកថាមាត់បងប្អូនមាត់យើងប្រើសម្រាប់អីគេចាកោធំចាទំនាក់ទំនងចាការទំនាក់ទំនងចាបើយើងនិយាយពីការរៀនភាសាបងប្អូនយើងរៀនភាសាយើងត្រូវតែទំនាក់ទំនងយើងត្រូវតែយកវាមកនិយាយទើបយើងអាចរៀនទៅចេះបើមិនជាយើងគ្រាន់តែមើលគ្រាន់តែស្ដាប់ទេយើងអត់និយាយទេបងប្អូនមិនងាយចេះទេចាចឹងអ្វីដែលសំខាន់គឺការទំនាក់ទំនងហើយចាការធ្វើអីផ្សេងក៏ចឹងដែរចាយើងត្រូវការទំនាក់ទំនងចាដើម្បីទទួលបានការជោគជ័យទី3យើងអានថាយេចាអក្សរហ្នឹងវាតកតងជាមួយនឹងគឺមានចាពេលវេលាយើងរៀនភាសាបងប្អូនថាយើងត្រូវការពេលវេលាចាប្រកាសថាយើងត្រូវការប្រើពេលវេលាមើលសៀវភៅការរំលឹកមេរៀនចាយើងត្រូវតែចាចំណាយពេលវេលាវិនិយោគពេលវេលាយើងជាមួយនឹងការរៀនរបស់យើងចាទី4បៃចាសំដៅទៅលើឆៃអ៊ូចាឆៃអ៊ូហ្នឹងគឺទ្រព្យសម្បត្តិចឹងណាបងប្អូនចាជាការពិតដែរបងប្អូនការរៀនចាក៏យើងត្រូវការចំណាយទ្រព្យសម្បត្តិដែរអញ្ចឹងវាជាកត្តាមួយដែលជំរុញឲ្យយើងបានជោគជ័យចាចុងក្រោយគេសំខាន់ដែរបងប្អូនសំខាន់ណាស់អាហ្នឹងហ្វានចាយើងបកទៅវាលាក់ពាក្យហ្នឹងយើងអាចយល់បានថាធម្មតាអញ្ចឹងវាសំដៅទៅអីគេភីងឆាំងស៊ីនថៃចាភីងឆាំងស៊ីនថៃបានន័យថាធ្វើអារម្មណ៍ធ្វើចិត្តឲ្យធម្មតាចាបានន័យថាកុំឲ្យយើងនឹងខ្លាចឬមួយក៏អីចឹងណាបងប្អូនកុំឲ្យខ្លាចចាយើងរៀនភាសាចិនបើយើងចាខ្លាចក្នុងការទៅទំនាក់ទំនងសួរថាយើងអាចជោគជ័យទេចាប្រកាសថាវានឹងអាចចាមិនជំរុញឲ្យយើងឆាប់បានជោគជ័យទេបងប្អូនចាអញ្ចឹងយើងត្រូវតែចាដាក់អារម្មណ៍ធម្មតាកុំខ្លាចថាអូយើងនិយាយទៅខុសយើងនិយាយទៅគេថាយើងនឹងនិយាយចាស្ដាប់គ្នាអត់បានចាអត់យល់ពីយើងអីចឹងណាបងប្អូនអត់យល់ចាអញ្ចឹងអាហ្នឹងចាអក្សរហ្វាននេះចាអក្សរចុងក្រោយគេគឺសំខាន់បងប្អូនគឺហ្វានចាយើងអានថាហ្វានណាចាយើងអាចបកមកវាន័យហ្នឹងបានន័យថាធម្មតាបងប្អូនអញ្ចឹងវាសំដៅទៅលើអីគេយីងខាងស៊ីនថៃចាអារម្មណ៍ធម្មតាចាធ្វើអារម្មណ៍ធ្វើ
អារម្មណ៍ធម្មតាធ្វើចិត្តធម្មតាអីគេបងប្អូនគឺចង់និយាយថាកុំឲ្យយើងខ្លាចចាការហ៊ានភាសាក្តីការធ្វើអីក្តីបងប្អូនចាការហ៊ានភាសាគឺយើងត្រូវតែកុំខ្លាចក្លាហានក្នុងការនិយាយចាទើបយើងអាចទទួលបានជោគជ័យក្នុងការហ៊ានភាសាចិនមួយហ្នឹងអញ្ចឹងណាបងប្អូន ចុងក្រោយគេគឺអក្សរហ្វានចាអក្សរហ្វាននេះបានន័យថាម៉េចបានន័យថាភីងខាងស៊ីនថៃចាអារម្មណ៍ធម្មតាបងប្អូនចាអារម្មណ៍ធម្មតាមិនបងប្អូនចាបើន័យថាយើងរៀនភាសាសិនណាបងប្អូនយើងរៀនចាយើងរៀនហើយយើងកុំខ្លាចចាអារម្មណ៍ធម្មតាបានន័យយើងកុំខ្លាចក្នុងការនិយាយចានិយាយមកបងប្អូនចាយើងរចាគេហៅថាដៃគូភាសាអញ្ចឹងណាចាការរៀនភាសាបងប្អូនមិនថាភាសាចិនភាសាអីផ្សេងទេយើងត្រូវតែនិយាយបើសិនជាយើងអត់និយាយទេយើងគ្រាន់តែស្ដាប់ចាយើងគ្រាន់តែមើលយើងអត់បញ្ចេញវាអត់និយាយទេយើងមិនងាយចេះទេចាអញ្ចឹងអាហ្នឹងគឺសំខាន់មែនតើអញ្ចឹងទម្រាំតែជោគជ័យយើងត្រូវតែមានកត្តាទាំង5នឹងបងប្អូនចាខ្លាចហានិភ័យចាមានទំនាក់ទំនងចាចំណាយពេលវេលាចំណាយដល់សម្បត្តិធ្វើអារម្មណ៍ឲ្យធម្មតាកុំខ្លាចចានេះវាជាកត្តាដែលជំរុញឲ្យយើងទទួលបានពាក្យថាជោគជ័យ